នៅខាងពួកខ្ញុំវិញដាំដលងមួយឆ្នាំតែម្ដងទេបាទហើយយើងដាំចាប់ពីខែ5ទៅគឺយើងចាប់ផ្ដើមដាំហើយបាទខែ6ក៏វាស្ទើរដោយសារភ្លៀងវាច្រើនពេកគឺនៅខាងខ្ញុំដាំអត់ដុះទេហើយសារការយើងដាំនេះមិនមែនថាមិនដុះទេនៅខាងតំបន់ខ្ញុំដីខាងក្រហមថាដីសទេពីច្រើនគាត់ដាំមិនមែនដូចនៅតំបន់ផ្សេងខេត្តផ្សេងទេពីច្រើនគាត់ដាំគឺកប់ទាំងដីគាត់កាប់ដើមអ្នកខ្លះកាប់ទាំងដៃនឹងកបិតចឹងកាប់ដើមវាមួយចង្អាមជាងអញ្ចឹងទៅគឺយើងកប់ដីបាទយើងកាប់ទៅកប់ដីគឺយើងអត់បានដាំប្រឈរពូនជារងទេនៅខាងខ្ញុំដូចឃើញជាក់ស្ដែងអញ្ចឹងបាទហើយដីពួកខ្ញុំនេះដីក្រហមខាងប្រភេទនេះគឺដកស្រួលបើយើងបានភ្ជួរម្ដងអញ្ចឹងគឺដាច់ដាច់អីអញ្ចឹងគឺយើងដកស្រួលតែគឺផុយដកដៃតែមួយជាងទេទោះមើមធំប៉ុណ្ណាក៏ដោយក៏នៅតែធូរដែរយើងមិនបាច់ចាំយកដៃគោះឬមួយក៏ដៃអីទេគឺយើងដកទៅធូរមកដីប្រភេទហ្នឹងដីក្រហមមកដីសតែយើងភ្ជួរក៏ដោយក៏នៅតែរឹងដែរគេយើងទៅយកអីដៃកោះតែយើងកោះឡើងបានយើងអាចកោះចេញមើលបានបើដីប្រភេទនេះគឺស្រួលតែហើយខាងពួកខ្ញុំនេះដាំតែមួយរដូវតែម្ដងទេបាទដាំពីខែ5ទៅហើយដល់ខែ12អ្នកខ្លះដកតាំងពីខែ12ចិត្តខែ1ខែ1ខែ2គឺយើងចាប់ដើមដកហើយដល់ខែ3អស់ហើយតាមអ្នកដាំតិចឬមួយក៏ដាំច្រើនអញ្ចឹងណាបាទហើយវិលទៅវិញចឹងដល់ខែ5ទៀតមុខដូចកូនបាបូនបានយើងចាប់ដើមដាំទៅធ្លាក់ភ្លៀង5 1មេ2មេយើងចាប់ដើមដាំទៀតដើមគឺកប់គឺខាងខ្ញុំគឺធ្វើទៅលោកអញ្ចឹងគឺអត់មានដោតទេបាទបុគ្គលដូចកូនណាគឺវាអ្នកខ្លះក៏អាចដាំខែប្រាំងដាំអាសាអញ្ចឹងទៅដល់ខែវស្សាដាំអាសាទៀតខាងខ្ញុំដាំបានតែម្ដងទេដាំតាមរដូវបាទហើយមើមហ្នឹងគឺខ្លះក៏ធំខ្លះក៏តូចអញ្ចឹងទៅនៅតំបន់ហ្នឹងគេធ្វើទៅលោកអញ្ចឹងហ្មងបាទហើយគឺគេកោសបាទគេកោសសបកវាចេញអញ្ចឹងទៅបាទហើយកោសហើយយើងចាប់ដើមច្រាំវាចេញជាកង់បាទជាកង់គឺយើងហាលឲ្យស្ងួតបាទតែហ្នឹងទើបយើងប្រមូលដាក់បេយកទៅគឺបានថាចិញ្ច្រាំទាំងសបកឬមួយក៏លក់ជាតលងស្រស់ទេនៅខាងអត់ទេអត់មានលក់ស្រស់ទេគឺអត់វាស្ទើរតែគ្មានអ្នកលក់ស្រស់ទេគេធ្វើអញ្ចឹងទាំងអស់បើកន្លែងគេផ្សេងខេត្តផ្សេងគឺខ្ញុំឃើញគាត់ធ្វើដំឡូងដែរគឺគាត់ប្រើម៉ាស៊ីនចិញ្ច្រាំឲ្យហាលនឹងស្បៃបើខាងខ្ញុំអត់ទេហាលនឹងដីអញ្ចឹងមកកោសឲ្យហាលនឹងដីហ្មងបាទហាលទៅស្ងួតតែបើយើងកោសស្អាតចឹងកាប់រឿងទូចចឹងតែ5 6ថ្ងៃយ៉ាងយូរថា7ថ្ងៃចុះបាទគឺយើងអាចប្រមូលបានហើយតាមយើងហាលលាក់ស្ដើងគឺតែ5ថ្ងៃ6ថ្ងៃគឺស្ងួតហើយបើយើងហាលរៀងក្រាស់អញ្ចឹងទៅអាចទៅ7ថ្ងៃអីទៅក៏យើងអាចប្រមូលបានគឺវាស្ងួតហើយយើងហាលបាទគឺខាងតំបន់ខ្ញុំធ្វើអញ្ចឹងឃើញជាក់ស្ដែងបាទគឺពួកខ្ញុំកាប់វាជាកង់អញ្ចឹងកោសបាទកោសឲ្យស្អាតអញ្ចឹងមកបាទគឺយើងអាចដាក់ហាលបានហាលដីផ្ទាល់អញ្ចឹងហ្មងអត់មានដាក់ទ្រប់ស្បៃអីពីលើទេបាទទ្រប់ស្បៃពីលើច្រឡំទ្រប់ស្បៃពីក្រោមបាទ